កម្ពុជាគ្មានចំហឆ្លៀនពៀនអ្នកណាទេណាឆ្លៀនពៀនអ្នកណាទេណាពិសេសតាអត់ដែលទៅវត្តទេកូនតាដែលទៅវត្តទេតាអត់មានសាសនាទេកូនអូខេអញ្ចឹងកុំមើលតាណាចឹងណាតាជាមនុស្សអត់សាសនាវាមិនសួរអញទៅវត្តទេគិនដូចមកអាថោកឯងអត់ស្គាល់ធម៌ផងសួរអញដែលទៅវត្តទៅវ៉ាឯងទៅវត្តទៅខ្វះស្រីនៅវត្តអាចៅឯងសត្វដេរឆានឯងមកសួរមនុស្សមានធម៌មានអាមែនអញ្ចឹងអញប្រាប់ឯងអត់ដែលទៅវត្តទេអញជាមនុស្សគ្មានសាសនាកុំមកមើលអញណាទុកឲ្យបងប្អូនខ្មែរយើងដតីដែលគេចូលចិត្តរៀនសូត្រមកមើលអញតែចៅណាទៅហាត់ម៉ាទៅឬក៏ជិះម៉ូតូឲ្យគេបុកពីក្រោយអញនិយាយលេងទេអញស្រឡាញ់សួរអញទៅវត្តទេតែឯងអត់ទាំងចេះធម៌អាផងសួរអញទៅវត្តទេអញទៅវត្តខ្វះស្អីត្រឡប់មកវិញកម្ពុជាមិនបានឆ្លៀនពៀននរណាទេកម្ពុជាឈរក្នុងស្មារតីសន្តិភាពជាមួយប្រទេសជិតខាងកម្ពុជាឈរក្នុងស្មារតីអាស៊ានដែលមិនឆ្លៀនពៀនគេកម្ពុជាឈរក្នុងស្មារតីគោរពច្បាប់អន្តរជាតិកម្ពុជាឈរនៅក្នុងជំហរការពារខ្លួនមិនបានមកឆ្លៀនពៀនឯងកុំមកមូលបង្កាច់ពីម៉ោងមុននេះកសែតខៅសុតបាននិយាយថាកងទ័ពខ្មែរកំពុងជីកលេងនៅឋាន So what Cambodia has the right to prepare and building position which is defensive position along the border by digging trenches fortifying border and prepare for any invasion is the right of sovereign nation is the right of Cambodia. So there is clear that we Cambodian people want peace. អានឹងអញ្ចឹងវាជាគោលជំហរដែលប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែររាជរដ្ឋាភិបាលកម្ពុជាបានប្រកាសហើយថាចង់បាននៅសុខសន្តិភាពជាប្រទេសបងប្អូននិងជាប្រទេសដៃគូនិងជាប្រទេសសមាជិកអាស៊ានដូច្នេះកុំចោទប្រកាន់ថាកម្ពុជាបង្កគ្រោះថ្នាក់ឲ្យអ្នកនោះវាមិនដូច្នេះទេគឺអ្នកទៅវិញទេដែលបានឆ្លៀនពៀនកម្ពុជាត្រូវតែខំកសាងនៅការការពារខ្លួនត្រង់នេះកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ណាត្រង់នេះកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ណាសិទ្ធិគ្រប់គ្រាន់ដែលហៅថាសិទ្ធិការពារបូរណភាពដែនដីកម្ពុជាសិទ្ធិការពារបូរណភាពដែនដីកម្ពុជាបាទសួស្តីសាជាថ្មីខ្ញុំឆ្លើយឆ្លងជាមួយប្រិយមិត្តបន្តិចលោកតាតើយល់យ៉ាងណាដែររៀនជំនាញវិស្វកម្មល្អកម្ពុជារឹងមាំផ្នែកយោធាពេលនេះតាមតាស្ដាប់តាជាអ្នករិះគន់ខ្លាំងចំពោះរដ្ឋាភិបាលកម្ពុជាតាដឹងថារដ្ឋាភិបាលកម្ពុជាកំពុងតែកែប្រែនិងពង្រឹងកងទ័ពជាសិទ្ធិនិងជាការតបកិច្ចដែលត្រូវធ្វើប៉ុណ្ណឹងដូច្នេះចៅណាដែលសួររឿងយន្តហោះសួររឿងកាភ្លើងមិនមែនយន្តហោះនិងកាភ្លើងទេចៅសំខាន់ជាងគេគឺធ្វើឲ្យខ្មែរដែលជាកងទ័ពចេះដឹងក្នុងការការពារការប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងច្បាំងនៅក្នុងសមរភូមិថ្មីក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទកំពុងសម្រុកធ្វើកិច្ចការហ្នឹងតែតាអត់និយាយជាលម្អិតខ្ញុំបានប្រមូលព័ត៌មានផ្ទៃក្នុងបានហើយខ្ញុំជាមនុស្សម្នាក់មិនដុតផ្ទះខ្លួនឯងចោលខ្ញុំរិះគន់ក្រាំងខ្ញុំរិះគន់ខ្លាំងមិនសំចៃមាត់ក៏ប៉ុន្តែខ្ញុំមានគោលដៅច្បាស់លាស់គឺចង់ឲ្យខ្មែរមានការចេះដឹងពីប្រទេសខ្លួនតែមិនឲ្យខ្មែរដុតផ្ទះខ្លួនទេផ្ទះបែកបាក់ផ្ទះចាស់ក៏ត្រូវតែជួសជុលត្រូវថែរក្សានេះគឺជាជំហររបស់ចេមសុកហ្នឹងចឹងអត់ស្គាល់ទេអថៃវណ្ណៈនោះកូនអើយអត់ស្គាល់ទេអញ្ចឹងអ្នកសួរតាក់ទងនឹងរឿងកម្លាំងទ័ពសូមជ្រាបប៉ុណ្ណឹងណាកូនណាបូរីការខិតខំប្រឹងប្រែងរៀនសូត្រនិងការកាត់បន្ថយម៉ោងដើរលេងជួយចៅឲ្យពូកែណាលោកតារៀនអង់គ្លេសថ្នាក់ទីប៉ុន្មានហើយតារៀនអង់គ្លេសថ្នាក់ទី1កូនណាសួស្តីណារីបងថ្មីនេះអ្នកវិភាគនៅប៉ុស្តិ៍ BTV ខ្មែរនិយាយថាសង្គ្រាមនៅអ៊ៃរ៉ាន់អាមេរិកអ៊ីស្រាអែលចាញ់សង្គ្រាមជាការអត្ថាធិប្បាយមួយដែលតាក់ទងអំពីនយោបាយសប្តាហ៍ថ្ងៃដែលខ្ញុំនឹងលើកមកនិយាយក្រោយទៀតតែចម្លើយចំពោះប្អូនប្រធានាធិបតី Donald Trump
ban nâng cầm phong phơ này vô bài tại một đo pel ní tại một đo pel ní cái hai thân này vô bài tranh priệp mình men sừng cream tranh để American mình tranh cream để trên này vô bài tranh priệp có con tay tại thừa đánh che tam bay kết ở trước mặt hả ta vì trên này vô bài tranh priệp rồi có trên miền reservation về miền nơi ở bài còn lại tiệt còn top American nơi trung bình Iran còn top Israel mình men nơi Israel đi từ nơi trung bìnhประเทศ Iran nơiពេលAmerican prom Israel vay cách đằng ta Israel mình sẽ đáp American mình sẽ đáp nយោបាយលោក Donald Trump ឬក៏ជាអ្វីត្រង់នេះនៅសិក្សាតទៅទៀតចំណែកការផ្សាយរបស់ប្រភពព័ត៌មានគេវិភាគតាមទស្សនៈនិងជំហរដែលគេទទួលព័ត៌មានពាក្យថាចាញ់គឺស្លាប់មនុស្សអ្នកណាស្លាប់ច្រើនជាងលើសមរភូមិអ្នកនឹងចាត់ទុកថាចាញ់នៅពេលដកទ័ពនៅពេលឈប់បាញ់តែបើគេឈប់បាញ់ហើយអ្នកដែលឈប់បាញ់ហ្នឹងអ្នកណាស្លាប់តែជាងរបួសតែជាងអ្នកនឹងមិនចាញ់ទេអ្នកនឹងអាចចាញ់ប្រៀបនយោបាយហើយអ្នកនឹងអាចបាត់បង់ភូមិសាស្ត្រនយោបាយអានឹងអញ្ចឹងបងប្អូនអូខេប៊ីរីណាចៅក្មេងណាអូខេកុំហៅតាប្រូនោះបើចង់រៀនអង់គ្លេសកុំឈួតអត់មានហៅគេប្រូទេអូខេកូនមានតែអាភ្លើទេតែនិយាយអង់គ្លេសហៅគេប្រូតាអីចឹងពិភពលោកបាំងមួយណាដែលធំជាងគេដែលធំគេលុបសំឆ្លើយមកមិនខ្វះទេបាំងដែលគេលុបណាមិនខ្វះទេបាំងដែលគេលុបគេមិនមែនត្រឹមតែលុបបាំងទេចៅគេលុបដល់សមុទ្រក៏ប៉ុន្តែចៅនៅអត់ទាន់យល់សប្តាហ៍ថ្ងៃនេះមានតំបន់ខ្លះខ្វះដីនៅចិនបានលុបសមុទ្រនៅស្រីលង្កាមិនមែនត្រឹមតែលុបបាំងទេលុបសមុទ្រណាបាំងធំហើយនឹងអាងទឹកមួយចំនួនដែលជីកពីឆ្នាំ1949មកឆ្នាំ1978នៅស្រុកចិនត្រូវគេលុបអស់ច្រើនណាស់តែចៅមិនដឹងដូច្នេះបើចៅចង់ដឹងរបៀបគេលុបបាំងហើយចង់ដឹងថាបាំងនៅក្នុងពិភពលោកណាដែលគេលុបចៅសិក្សាអំពីការកសាងទីប្រជុំជនក្រុងខេត្តដែលគេហៅថា urban development ចៅដឹងទេសំបីតែរាជធានីភ្នំពេញនៅក្នុងសម័យបារាំងគេជីកបាំងដើម្បីចម្រោះទឹកហើយក៏គេលុបបាំងនៅផ្លូវក្បែរវិមានឯករាជ្យទាំងសងខាងពីដើមកន្លែងនឹងអូទេព្រែកទេហើយមានបាំងនៅក្បែរនឹងទៀតគេលុបអស់ហើយមនុស្សល្ងងចូលចាត់សួររបៀបអញ្ចឹងដោយអត់រៀនឥឡូវចៅតាបង្រៀនចៅឯងត្រូវសិក្សាអំពីនគររូបនីយកម្មទីប្រជុំជនឧទាហរណ៍ថានៅវាលស្រែមួយទឹកលហាចហើយគេចង់កសាងផ្ទះសម្បែងគេត្រូវចាក់ដីលុបស្រែហ្នឹងជាបាំងទេស្រែហ្នឹងក៏ដូចបាំងអញ្ចឹងបើគេលុប100ហិកតាបើគេចាក់ដីទៅលើ100ហិកតាដូចលុបបាំង100ហិកតាហើយបើគេចាក់ដីទៅគេមានបាំងក្រសាបាំងឯកបាំងអីចឹងបាំងនៅទីហ្នឹងគេត្រូវលុបបាំងហ្នឹងចោលស្គាល់ទំនប់កំពីងពួយទេនៅក្បាលហងទឹកហ្នឹងគេចាក់ដីលុបអូមួយចោលនៅសម័យខ្មែរក្រហមអូបុរាណហ្នឹងត្រូវបាត់ទៀតអញ្ចឹងរៀនឲ្យយល់រឿងហ្នឹងណាចៅណាគេហៅថាការកសាងទីប្រជុំជនហ្នឹងអញ្ចឹងណាកូនណាតាខ្ញុំរស់នៅជាប់ព្រំដែនបើមានសង្គ្រាមទី3ចៅមិនរត់ទៅណាចៅនឹងចូលនៅជាមួយនឹងប្រទេសថៃហើយស្វាច់នឹងចាត់កូនអើយឲ្យតែគេឲ្យនៅតាអត់មាននិយាយថាជារឿងក្បត់ជាតិអីទេតាអត់មើលឃើញអញ្ចឹងទេតាវិស័យកីឡាណានៅកម្ពុជាជួយឲ្យកម្ពុជារីកចម្រើនផ្អែកលើណាខ្លះតាអត់ចេះខាងកីឡាដូច្នេះឆ្លើយអត់បានអូខេចៅនៅ Facebook សួរពីរឿង World Cup មិនបាច់សួរតាទេតាអត់ចេះទេរឿង World Cup ណាបច្ចុប្បន្នយើងកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះតើត្រូវរៀនបន្តបរិញ្ញាបត្រជាន់ខ្ពស់ដែរឬទេចៅសម្លាញ់សេដ្ឋកិច្ចរៀងរាល់10ឆ្នាំដូចរលកចឹងវាមានឡើងមានចុះពេលសេដ្ឋកិច្ចធ្លាក់ចុះបើសិនជាយើងរៀននៅសាលាយើងត្រូវរៀនឲ្យខ្លាំងខ្លា1ជា2ជា3សេដ្ឋកិច្ចធ្លាក់ចុះមនុស្សរកលុយសម្រាប់ឧបត្ថម្ភជីវិតអត់បានអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់បើប្រាក់គេមួយខែរកបាន 100000 គេរកបានតែ 50000 ក៏គេរស់បានចំណែកមនុស្សអត់មានចំណេះប្រាក់ខែ 10000 វាធ្លាក់នៅសល់200វាដាច់បាយដូច្នេះឲ្យកុំសួរថានៅក្នុងពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះហ្នឹងគួររៀនបរិញ្ញាបត្រឬទេចាំខ្ញុំប្រាប់ណាកូនណាពេលសេដ្ឋកិច្ចធ្លាក់ចុះត្រូវខំរៀនអាហ្នឹងមួយទៀតពេលមានសង្គ្រាមណាពេលមានសង្គ្រាមត្រូវខំរៀនប្រជាជនយូក្រែនដោយសារតែមានចំណេះដឹងខ្ពង់ខ្ពស់អាចកែច្នៃសព្វវុធបានយ៉ាងច្រើនហើយវាយបកទៅកាន់រុស្ស៊ីវិញខូចខាតយ៉ាងដំណំពេលថ្មីនេះអ្នកបច្ចេកទេសយូក្រែនបានផលិត drone ដែលអាច
ហោះបានឆ្ងាយជាងមុនហើយបានវាយប្រហារទៅលើមជ្ឈមណ្ឌលចម្រាញ់ប្រេងរបស់រុស្ស៊ីឆេះសន្ធោសន្ធៅហើយរៀងរាល់ថ្ងៃយូក្រេនដែលមានការចេះដឹងនៅសាលាណាបានចូលរួមពួននៅក្រោមដីស្រាវជ្រាវរកសព្វាវុធនិងការកែច្នៃសព្វាវុធថ្មីវាយបកទៅលើគ្រាន់តែទាហានកូរ៉េខាងជើងដែលគឹមចុងអ៊ុនបានបញ្ជូនមកឥឡូវស្លាប់ចិត្ត 10000 នាក់ហើយស្លាប់រហូតដល់គឹមចុងអ៊ុនអត់ហ៊ានមកទេព្រោះគឹមចុងអ៊ុនកំពុងតែបិទបាំងមិនឲ្យប្រជាជនកូរ៉េដឹងថាកូរ៉េខាងជើងដែលទៅច្បាំងឲ្យរុស្ស៊ីងាប់ចិត្ត 10000 នាក់ហើយពួកឆាជេនីណាដែលមានតបជាង 20000 នាក់ជាយុទ្ធករស៊ីឈ្នួលរុស្ស៊ីងាប់នឹងរបួសអស់អាសាមុននឹងជិត 90% ងាប់ដូចគេហៅអញ្ចឹងពីព្រោះយូក្រែនបាញ់ស្លាប់ហើយយូក្រែននេះ government កំពុងតែវាយចូលទីតាំងចម្រាញ់ប្រេងនិងទីតាំងសំខាន់និងវាលយន្តហោះរបស់រុស្ស៊ីដើម្បីបន្លឺសញ្ញាឲ្យប្រជាពលរដ្ឋរុស្ស៊ីយល់ដឹងថាសង្គ្រាមមិនដូចប្រព័ន្ធឃោសនារបស់ Putin ទេវាយដល់សាហាវជាទីបំផុតនៅក្នុងថ្ងៃប្រជុំអាស៊ានកាសាននៅកាសានប្រជុំអាស៊ានរុស្ស៊ីនៅកាសានវាយមកស្កលវាយដោយសារអីដោយសារប្រជាជនយូក្រែនមានការចេះដឹងអញ្ចឹងពេលសង្គ្រាមគេត្រូវខំរៀនទោះបីគេរត់លូនក៏ដោយគេត្រូវខំរៀនយើងមើលចរិតរបស់ជនជាតិខ្មែរកាលរស់នៅតាមជំរំព្រំដែនទាំងជំរំព្រំដែននៅក្នុងទឹកដីកម្ពុជានិងជំរំព្រំដែននៅលើទឹកដីថៃទៅដល់ទីណាខ្មែរមានសាលានៅទីនោះក្មេងក្រោយសម័យក្រោកខ្លោង generation Z និង generation Alpha កំពុងតែធ្លាក់ខ្លួនអវិជ្ជាអត់មានការចេះដឹងណាអូខេbox ពន្លឺលឿនជាងសំឡេងកូនសំឡេងរត់បានយឺតហើយមិនបានឆ្ងាយទេឧទាហរណ៍ដូចក្របបែកទម្លាក់នៅភ្នំសពៅឬក៏នៅ10គីឡូពីយើងលឺសូរតិចហើយបើយើងនៅមកជាងប្រទេសទម្លាក់ក្របបែកនៅភាគខាងលិចប្រទេសយើងអត់លឺទេកូនអាហ្នឹងយើងអញ្ចឹងតែពន្លឺវាលឿនជាងសំឡេងណាពន្លឺលឿនជាងសំឡេងអញ្ចឹងហើយបានជាគ្រប់ពេលទាំងអស់គេត្រូវយកពន្លឺធ្វើជាយានអ្នកប្រាជ្ញយកពន្លឺធ្វើជាយានហើយអញ្ចេះទៀតពាក្យថាពន្លឺយើងធំដឹងក្តីមកយើងយល់ថាពន្លឺគឺភ្លឺពេលឥឡូវនេះយើងភ្លឺណាកូនណាពន្លឺយើងយល់ថាជារបស់ភ្លឺណាកូនណាពន្លឺអ្នកប្រាជ្ញរកឃើញថាងងឹតក៏ជាពន្លឺអញ្ចឹងហើយបានជាមាននៅការសិក្សាមួយដែលគេកំពុងធ្វើឡើងគេហៅថា dark matter គឺការសិក្សាពន្លឺដែលមនុស្សហៅថាងងឹតពន្លឺមនុស្សហៅថាងងឹតនៅក្នុងសិល្បៈគេដាក់សិតតែពណ៌ខ្មៅហើយគេយកទៅតាំងនៅពេលហ្នឹងមនុស្សមើលឃើញណាមើលឃើញនៅពន្លឺអង្គរវត្តសួរថាធ្វើល្អបានអីធ្វើល្អអត់សូវបានអីទេកូនឧទាហរណ៍តែកូនឯងយកលុយ100ទៅចូលបនអត់បានអីបានតែអាចមកវិញទេកូនឯងហៅមិត្តភក្តិមកស៊ីផឹកឲ្យប៉ាគេបានអស់លុយទេអញ្ចឹងធ្វើល្អបានតិចណាកូនណាហើយដល់ធ្វើអាក្រក់វិញបានជាប់គុកបានគេបាញ់ចោលអញ្ចឹងធ្វើអីតែវាមានប្រយោជន៍គឺធ្វើនៅអំពើប្រកបដោយចំណេះដឹងអំពើដោយចំណេះដឹងគេហៅថាអំពើដោយប្រាជ្ញាបើយកបាយទៅវត្តហើយឃើញជើងវត្ត 1000 នាក់ថ្ងៃហ្នឹងគេយកបាយទៅយ៉ាងតិច200ស្រាក់យើងក៏យកទៅតិចកុំយកទៅច្រើនវាសល់វាខាតតែយើងយកចិត្តទុកដាក់នឹងការជួយវត្តអារាមយើងផ្សេងវិញដូចសប្តាហ៍ខ្មែរយើងនាំគ្នារាប់ម៉ឺនរាប់សែនរាប់លានអ្នកទៅវត្តណាមនុស្សអ្នកបួសដូចអាឆែបមកក្តីបោកយកលុយរាប់លាននៅតែសុបាយចិត្តអាហ្នឹងគិតថាខ្លួនធ្វើអំពើល្អសាលារៀនប្រាក់ខែគ្រូសៀវភៅសម្រាប់សិស្សរៀននិងអានក្នុងបណ្ណាល័យការយកចិត្តទុកដាក់សម្អាតលូសម្អាតព្រែកសម្អាតអូសម្អាតថ្នល់អត់គិតទេបើសិនណាជារៃអង្គាសយកទៅឧបត្ថម្ភមន្ទីរពេទ្យមិនងាយរកបានទេបើរៀបចំមជ្ឈមណ្ឌលកុមារកំព្រាដែលមានណាដែលមានតោហេងត្រូវឲ្យហ៊ីងមួយទឹកបាទសំណាងហ៊ីងមួយទឹកសំណាងជាងចៅឯងអត់មានអាទឹកនឹងមួយទៀតណាបើទៅមួយទឹកដូចហ៊ីងហ្នឹងកើតស្រែងទៀតអាងមួយទឹកដែលហ៊ីងមួយទឹកយកមិញណាវាមាន filtering system វាគេហៅ active filter ទឹកវារលករហូតមិនមែនជាប្រភេទអាងដែលក្នុងមួយសប្តាហ៍គេត្រូវបាចក្លរ៉ាញទេនឹងដោយសារហ៊ីងហ្នឹងវានៅឋានសួគ៌ហើយដល់ជីវិតអ្នកមើលហ៊ីងមួយទឹកហ្នឹងវានៅនរកចុះទៅសិតតែមេរោគណាហើយវាអត់ដែលមានសំណាងទៅបានមួយទឹកដូចហ៊ីងហ្នឹងទេវាអាចមួយទឹកស្តៀងហ៊ីងប៉ុន្តែទឹកវាហ្នឹងមួយអាទិត្យគេបាចក្លរ៉ាញម្ដង
វាថ្លាប៉ុន្តែវាមិនមែនបាត់មេរោគហើយវាមិនមែនជា active filter ទេអានឹងភាពខុសគ្នាណាទេតាឆ្លើយអត់ច្រឡំទេឆ្លើយឲ្យយល់នៅពេលដែលសើចហ៊ីងតកៅអាចមួយនៅក្នុងប្រព័ន្ធអាចនាំគ្នាអើចាញ់មកសើចហ៊ីងមួយទឹកបង្កើអាចភ្លេចខ្លួនតែខ្លួនពោពេញទៅដោយលមួកនឹងគ្រាន់តែនិយាយឲ្យយល់ប៉ុណ្ណឹងទេឆ្លើយភ្លាមព្រោះចេមសុកគាត់មានឈ្មោះមួយថា GPT សុកណាឆ្លើយឲ្យដឹងយល់សពឃើញហ៊ីងមួយទឹកប៉ុន្តែមិនដែលបានមានជីវិតដូចហ៊ីងទេកូនអាហ្នឹងអញ្ចឹងនិយាយលេងទេឲ្យចៅភ្ញាក់ខ្លួនកុំភ្លើណាអាហ្នឹងអញ្ចឹងឥឡូវនេះរឿងរៀនខ្ញុំប្រាប់ហើយណាបូរីជូនយើងរឿង World Cup រឿងអីតាអត់ចេះទេកូនណាតាអត់ចេះទេអូខេលោកតាឥឡូវមានក្មេងទំនើងច្រើននឹងហើយបានជាតាធ្វើ show បបួលឲ្យរៀនហ្នឹងណាកូនអញ្ចឹងជម្រាបលាទាំងអស់គ្នាសិនជួបគ្នា3នាទីទៀត